នៅក្នុងពិភពបាល់ទាត់ល្បឿនគឺជាអាវុធមួយដ៏សំខាន់មិនមែនគ្រាន់តែជាល្បឿនបាញ់បាល់ទេប៉ុន្តែជាល្បឿនបំបីខ្សែការពារនេះគឺជាកីឡាករលេខ10ដល់លេខវ៉ាន់ទីដែលមានល្បឿនលឿនបំផុតនៅលើពិភពលោកលេខ10 Mohamed Salah លេងឲ្យក្លឹប Liverpool និងលេងឲ្យជម្រើសជាតិអ៊ីជីបមិនមែនត្រឹមតែជាម៉ាស៊ីនសុទ្ធទេប៉ុន្តែ Salah ក៏ជាម៉ាស៊ីនល្បឿនផងដែរគាត់អាចរត់ល្បឿន35គីឡូម៉ែត្រក្នុង1ម៉ោងនៅពេល counter attack បាល់នៅជើងគាត់ដូចជាការបោកឡានស្ពតនៅលើទីលានបាល់លឿនគាត់លឿនហើយក៏មិនមានអ្នកណាចាប់បានដែរលេខ9 Leroy Sané លេងឲ្យក្លឹប Bayern Munich និងលេងឲ្យជម្រើសជាតិ Germany Sané គឺជាម៉ាស៊ីនទូបូពិតៗគាត់រត់ល្បឿន36គីឡូម៉ែត្រក្នុង1ម៉ោងនឹងការបិទជើងទន់ដោយខ្យល់ពេលគាត់រត់ទៅជ្រុងឆ្វេងគឺជាពេលដែលខ្សែការពាររត់ទៅតែដោយប្រសិនបើគេមិនត្រៀមខ្លួនល្អទេនោះរត់តាមគាត់មិនទាន់ទេគាត់គ្រប់គ្រងបាល់នៅល្បឿនលឿនជាងមនុស្សធម្មតា2ដងលេខ8 Kyle Walker លេងឲ្យក្លឹប Manchester City និងលេងឲ្យជម្រើសជាតិអ៊ីងក្លង់ Kyle Walker គឺជាមនុស្សដែលរត់លឿនបំផុតក្នុង Premier League គេត្រូវបានវាស់ល្បឿន37គីឡូម៉ែត្រក្នុង1ម៉ោងនៅពេលលេងជួប Mbappe គាត់មិនត្រឹមតែជាចាប់បាល់បានទេតែគាត់ជាកីឡាករដែលលឿនជាងគេនៅលើពិភព Hande ផងដែរនេះហើយគឺជាមនុស្សដែលពេលគាត់រត់អ្នកគ្រប់គ្រងស្ទើរតែមើលមិនទាន់នឹងភ្នែកលេខ7 Kylian Mbappe លេងឲ្យក្លឹប Real Madrid និងលេងឲ្យជម្រើសជាតិ France មនុស្សដែលមានកាយសម្បទារត់លឿននិងរឹងមាំ Mbappe រត់ល្បឿន38គីឡូម៉ែត្រក្នុង1ម៉ោងក្នុង World Cup 2022ពេលគាត់រត់ដេញបាល់ពីខាងក្រោយគឺដូចជារ៉ុកែតដែលបាញ់ពីដីគាត់មិនត្រឹមតែជាអ្នកស៊ុតបាល់ល្បាទេតែជាមនុស្សដែលលឿនដូចខ្យល់នេះគឺជាកីឡាករពីលេខ10ទៅដល់លេខ7តែអ្នកនឹងភ្ញាក់ផ្អើលជាងនេះនៅភាគក្រោយពេលហ្នឹងយើងនឹងឃើញកីឡាករពីលេខ6ទៅដល់លេខ4ដែលលឿនដល់ថ្នាក់លើមនុស្សធម្មតា